ថ្ងៃបន្ទាប់ពេលថ្ងៃត្រង់នៅសាលារៀនថ្នាក់ទី12ចេតនាយ៉ាងម៉េចហើយនឹងកូនមិនអីទេមែនទេបើឯងមិនស្រួលខ្លួនអាចត្រឡប់ទៅផ្ទះវិញបានហើយហុចកណ្ដាស់ប្រឡងឲ្យអ្នកគ្រូមកមិនអីទេអ្នកគ្រូខ្ញុំអាចបង្ហាញកិច្ចការនេះបានអ្នកគ្រូកុំបារម្ភអីតែបន្តិចទៀតគឺខ្ញុំធ្វើរួចហើយលុះពេលប្រឡងរួចរាល់ចេតនាតោះយើងទៅផ្ទះបានហើយខ្ញុំចង់នៅមើលមេរៀននៅសាលាបន្តិចទៀតសិនបងទៅផ្ទះមុនចុះប្រឹងអីក៏ប្រឹងយ៉ាងនេះចេតនាពួកយើងប្រឡងរួចហើយតាតលតែថ្ងៃស្អែកទៅប្រឡងទៀតអញ្ចឹងគឺមានតែសម្រាប់ឲ្យខួរក្បាលវាស្រឡះបន្តិចសិនទេខ្ញុំក៏ចង់សម្រាកដែរប៉ុន្តែខ្ញុំសម្រាកមិនបានដល់ផ្ទះក៏គ្មានអ្វីដែលត្រូវធ្វើពុកម៉ែក៏មានតែដេញឲ្យមើលសិភៅមើលមេរៀនតែប៉ុណ្្នឹងឯងវាគ្មានអ្វីក្រៅពីនឹងនោះទេបងចេតនាខ្ញុំអាណិតនាងណាស់មិនដឹងថារងសម្ពាធផ្លូវចិត្តយ៉ាងម៉េចនោះទេតែនាងក៏គួរតែប្រាប់ពួកគាត់ដូចគ្នាដែរថាពេលណាត្រូវរៀនឬពេលណាដែលនាងត្រូវសម្រាកផងមិនមែនប្រឹងតែរៀនហើយធ្វើឲ្យខ្លួននាងលំបាកនោះទេនេះជាបំណងរបស់ពួកគាត់ដែលចង់ឃើញខ្ញុំខំប្រឹងរៀន7ថ្ងៃក្រោយមកនាងកូនល្ងងគ្រាន់តែប៉ុណ្ណឹងក៏ធ្វើមិនបានដែររៀនបង្ហិនទៅលុយឪពុកម្ដាយតែរៀនចាញ់កូនគេអ្នកខ្សត់ទៀតម៉ែឪខំប្រឹងរាល់ថ្ងៃក៏ព្រោះតែចង់ឲ្យកូនបានរៀនសូត្រពូកែមានចំណេះដឹងតែប៉ុណ្ណឹងនាងកូនឯងនេះក៏ភ្លើយ៉ាងនេះគ្រាន់តែរៀនឲ្យឈ្នះគេបានលេខ1ក៏យកឲ្យឪពុកម្ដាយមិនបានដែរមិនដឹងថាយើងត្រូវយកមុខទៅទុកនៅឯណាទៀតនោះទេដែលមានកូនល្ងងដូចនេះប៉ុន្តែខ្ញុំប្រឹងអស់ពីសមត្ថភាពឲ្យពុកខ្ញុំក៏រៀនពូកែដែរតារៀនបានលេខ2ហើយពុកនៅមិនពេញចិត្តអ្វីទៀតយើងមិនចង់ឲ្យឯងនៅបន្ទាប់ពីនរណាម្នាក់ឡើយយើងចង់ឲ្យឯងនៅលេខរៀងមុនគេយើងចង់ឃើញឯងបានអ្វីដែលល្អដូចលុយកាក់ដែលយើងផ្គត់ផ្គង់ឲ្យឯងរៀនរាល់ថ្ងៃនេះប៉ុណ្ណឹងវាធ្ងន់ធ្ងរខ្លាំងណាស់មែនទេនាងចេតនាពុកវាកុំបន្ទោសកូនពេកអីកូនយើងវាប្រឹងហើយក៏ចាត់ទុកថាពូកែដូចគ្នាដែលរៀនបានលេខប៉ុណ្ណឹងពុកវាឯងកុំធ្វើឲ្យកូនរងសម្ពាធពេកបានទេរងសម្ពាធមែនទេឈួតឬក៏យ៉ាងម៉េចទើបអាយុប៉ុណ្ណឹងមកចេះរងសម្ពាធស្អីចុះខ្ញុំនេះអ្នករកស៊ីចិញ្ចឹមវាមិនរងសម្ពាធទេអីហត់នឿយណាស់រាល់ថ្ងៃនេះក៏ព្រោះតែចង់ឲ្យកូនរៀនសូត្របានពូកែខ្ពង់ខ្ពស់លើកមុខមាត់ឪពុកម្ដាយប៉ុន្តែនាងកូននេះវាធ្វើមិនបានបែរជាធ្វើឲ្យឪពុកម្ដាយបាក់មុខទៅវិញពុកវាឯងមានយល់ដល់ចិត្តកូនខ្លះទេចុះនាងកូននេះវាមានយល់ចិត្តខ្ញុំដែលជាឪវាដែរទេជួលគ្រូឲ្យមកជួយបង្រៀនហើយនៅតែល្ងងរៀនមិនឈ្នះគេចាញ់អាក្មេងម្នាក់នោះទៀតបើខ្ញុំធ្វើឲ្យលោកពុកបាក់មុខលោកពុកនឹងស្អប់ខ្ញុំកាត់កាលខ្ញុំចោលមែនទេកុំតមាត់ជាមួយយើងដែលជាឪឲ្យសោះតួនាទីរបស់ឯងខំប្រឹងទៅរៀនមួយមុខដណ្ដើមយកលេខរៀងមុនគេឲ្យបានបើសិនជាឯងនៅតែរៀនអន់បែបនេះទៀតយើងនឹងវាយឯងឲ្យកន្ទួលឆ្អឹងខ្នងហើយចេញឲ្យផុតពីមុខយើងទៅប្រយ័ត្នយើងទ្រាំលេងបានលោកពុកចិត្តអាក្រក់លោកបងធ្វើបែបនេះរត់តែធ្វើឲ្យកូនលំបាកហើយទៅលំបាកស្អីបើគ្រាន់តែរៀនអញ្ចឹងសោះកុំទៅគិតពីវាពេកនាំតែធ្វើឲ្យវាបានចិត្តកាន់តែខ្លាំងនោះទេ